ស្រុកកើតសង្គ្រាមមនុស្សធ្លាក់ការងាម្ចាស់អាជីវកម្មជាច្រើនបិទទ្វារអាជីវកម្មខ្លួនឯងមែនទេថ្ងៃមុនអ្នកគ្រូឃើញស្ថាប័នបានបិទអាជីវកម្មរបស់ខ្លួនឯងដល់ទៅ500សាខាមែនទេហើយបិទសាខាណាដែលវាមិនសូវបានកម្រៃជាពិសេសមិនសូវមានអ្នកដែលទៅទិញមែនទេគឺបិទ500សាខាហើយវាសំខាន់គឺជំរុះបុគ្គលិកចោលដល់ទៅ900នាក់អញ្ចឹងមនុស្សធ្លាក់ការងារហើយដល់ពេលអញ្ចឹងមនុស្សវាមិនបែបទៅគិតច្រើនក្នុងការចាយលុយមែនទេតើវាមានផលប៉ះពាល់អីដល់មិនខ្លះដល់ម្ចាស់អាជីវកម្មនៅពេលដែលមនុស្សធ្លាក់ការងារអញ្ចឹងអ្នកគ្រូចង់ប្រាប់មនុស្សនឹងមិនសូវមានលុយច្រើនក្នុងការចាយដូចពីដើមទៀតគឺបានន័យថាមនុស្សគិតក្នុងការចាយលុយគិតពិចារណាចារក្នុងការចាយលុយគួរថាទិញឬមិនទិញហើយពួកគេទិញទៅលើអ្វីដែលវាជារបស់ដែលចាំបាច់សម្រាប់ពួកគេមែនទេបើសិនជាវាអត់ចាំបាច់ពួកគេនឹងមិនទិញណោះអញ្ចឹងតើអ្នកម្ចាស់អាជីវកម្មនេះត្រូវធ្វើបែបណាបើសិនជាអ្នកទិញនឹងគាត់ប្រើពិចារណាច្រើនក្នុងការទិញមែនទេគឺម្ចាស់អាជីវកម្មមានតែមួយយ៉ាងទេណោះគឺការធ្វើទីផ្សារបែបយុទ្ធសាស្ត្រមានកូនសិស្សជាច្រើនដែលមករកអ្នកគ្រូមែនទេថ្ងៃមុនហ្នឹងគឺអ្នកគ្រូឲ្យក្រុមការងារអ្នកគ្រូមែនគាត់បានទៅចុះសួរម្ចាស់អាជីវកម្មដែលជាអ្នកលក់គ្រឿងសមុទ្រមែនទេគ្រឿងសមុទ្រលក់ខោអាវលក់អីលក់ម្ហូបលក់អាហារនៅតាមផ្សារមែនទេគាត់សួរថាហេតុអីបានលក់ដាច់អត់គាត់ថាលក់អត់សូវដាច់ទេអ្នកលក់ថាអត់សូវដាច់ទេហេតុអីទៅបុកក្រុមការងារអ្នកគ្រូសួរថាមូលហេតុអីទៅបានលក់អត់សូវដាច់អញ្ចឹងគាត់ថាមកពីស្រុកកើតសង្គ្រាមមនុស្សធ្លាក់ការងារមនុស្សលែងហ៊ានចាយលុយមែនទេហើយទៅគាត់សួរថាតើអញ្ចឹងគូបច្ចេកលក់ដាច់ដែរក៏អត់គូបច្ចេករបស់អ្នកលក់ដាច់អត់គាត់ថាគូបច្ចេកលក់ដាច់ឃើញម៉ូទៅទិញច្រើនអញ្ចឹងហេតុអីបានគេទៅទិញអញ្ចឹងទៅហើយទៅគាត់ថាមកពីគាត់គូបច្ចេកលក់យកតម្លៃជាងគាត់អីចឹងទៅលាក់មែនទេការលក់ប្រយោជន៍តម្លៃអ្នកគ្រូចង់ប្រាប់នេះនឹងក៏វាយុទ្ធសាស្ត្រមួយដែរក្នុងការទាញមនុស្សឲ្យទៅទិញហើយធ្វើឲ្យលក់ដាច់មែនទេក្នុងសម័យសេដ្ឋកិច្ចបែបហ្នឹងមនុស្សតែទៅរើទិញកន្លែងណាដែលវាមានបានកម្រៃឬក៏បានរបស់ជាច្រើនដែលចាយតិចបានច្រើនមែនទេក៏ប៉ុន្តែបើសិនជាអ្នកមិនមានដើមទុនក្នុងការទៅលក់ប្រយោជន៍តម្លៃដូចគេមែនទេយូរទៅអ្នកនឹងខាតធនយូរទៅអ្នកនឹងដួលតែម្ដងអ្នកមិនអាចទៅធ្វើដូចគេបានហើយជាពិសេសអ្នកលក់ប្រយោជន៍កម្លាំងនឹងដួលខាតធនបរាជ័យដូចគ្នាលក់ដាច់ក៏ខាតធនដួលផ្ងាបរេលក់មិនដាច់ក៏ដួលផ្ងាបរេអញ្ចឹងសួរថាវាមានវិធីការដែរដែលធ្វើឲ្យអ្នកលក់ដាច់ហើយឲ្យអ្នកចំណេញមែនទេឲ្យលក់ដាច់បានកម្រៃបានថ្លៃមែនទេនេះគ្រូប្រាប់មានគ្រប់យ៉ាងគឺវាមានវិធីការសំបីតែអ្នកស្រុកកៅសង្គ្រាមបែបហ្នឹងមនុស្សមិនសូវមានលុយចាយឬក៏មុននឹងទិញរបស់អ្វីមួយយ៉ាងមែនទេអូខេអាហ្នឹងគឺអ្នកគ្រូទឹកបានញ៉ាំម្នាក់ប៉ុណ្ណឹងបាន70រៀលប៉ុណ្ណឹងជា30រៀលអញ្ចឹងតួនាទីរបស់អ្នកមែនទេគឺអ្នកត្រូវតែដឹងថាអ្នកត្រូវធ្វើទីផ្សារបែបជាសាសដែលធ្វើឲ្យមនុស្សមានអារម្មណ៍ថារបស់នឹងវាចាំបាច់សម្រាប់ពួកគេលើឧទាហរណ៍អ្នកគ្រូមក rooftop មែនទេ Sky Bar rooftop ដែលទេសភាពស្អាតកន្លែងស្អាតមែនទេអញ្ចឹងកន្លែងហ្នឹងអ្នកគ្រូប្រាប់គឺមានអ្នកធុរកិច្ចគេមកជួបគ្នារឿងការនិយាយរឿងធុរកិច្ចអូខេកន្លែងហ្នឹងគឺយើងទៅប្រឹក្សានេះរឿងធុរកិច្ចជួបជុំធុរកិច្ចរឿងអ្នករស់ស៊ីមែនទេគឺមកនិយាយគ្នាជួបជុំគ្នាពិភាក្សាគ្នាในរឿងហ្នឹងនៅពេលដែលគេមកបិទឌីវអញ្ចឹងឬក៏កន្លែងហាងបាយផ្សេងមែនទេគឺគេធ្វើអញ្ចឹងដូចគ្នាអញ្ចឹងអ្នកគ្រូចង់ប្រាប់នៅពេលដែលអ្នករស់ស៊ីអ្វីមួយយ៉ាងអ្នកត្រូវចោះក្រុមអតិថិជនចំនឹងទី1ហ្មងចោះក្រុមអតិថិជនចំដឹងថាពួកគេជាណាពួកគេធ្វើការងារអីពួកគេត្រូវការអីហើយអ្នកត្រូវតែធ្វើរបស់នេះឲ្យត្រូវនឹងកែបញ្ហារបស់ពួកគេដូចហាងទាំងឯង rooftop មែនទេយើងមកយើងចង់បែបម៉េចយើងចង់មានបរិយាកាសដែលល្អក្នុងការនិយាយគ្នាជាមួយនឹងរឿងធុរកិច្ចឬក៏រឿងរស់ស៊ីចរចារឿងរស់ស៊ីអីចឹងមកតោះនៅកន្លែងហ្នឹងជួបជុំការរស់ស៊ីមែនទេអញ្ចឹងគេតាក់ទាញអ្នកធុរកិច្ចមកអញ្ចឹងមកហើយបែបហ្នឹងអញ្ចឹងហើយអ្នកគ្រូប្រាប់ចោះក្រុមអតិថិជនចំទី2មែនទេគឺអ្នកត្រូវដឹងពីបញ្ហារបស់ពួកគេថាពួកគេមានបញ្ហាអីហើយរបស់អ្នកមានអីខ្លះដែលក្នុងការជួយកែពួកគេទី3រួចហើយអ្នកត្រូវយកបញ្ហានោះទៅធ្វើទីផ្សាររាល់វីដេអូដែលអ្នកផុសនៅក្នុង page ឬនៅក្នុងហាងរបស់អ្នកអីក៏ដោយអ្នកនិយាយពីបញ្ហារបស់ពួកគេនិយាយពីបញ្ហាហើយនិយាយពីសារហេតុហើយអ្វីសំខាន់អ្នកឲ្យវិធីកែទៅពួកគេផងដែរណាធ្វើបែបហ្នឹងនៅពេលដែលមនុស្សឃើញពីបញ្ហានិយាយបញ្ហាហើយមែនទេហើយមានវិធីកែមែនទេនោះពួកគេនឹងចាប់ផ្ដើមចង់ទិញរបស់អ្នកគ្រូប្រាប់នេះគឺជាការវិធីកែបែបងាយតែម្ដងប៉ុន្តែសួរថាវាងាយទេសម្រាប់អ្នកវាអត់ងាយទេវាសម្រាប់អ្នកគ្រូវាងាយព្រោះអ្នកគ្រូធ្វើមក7-8ឆ្នាំហើយតែនេះវាជាគោលការណ៍នៃការរកស៊ីនៅពេលបច្ចុប្បន្ន2026 2027នឹងគឺអ្នកត្រូវធ្វើបែបហ្នឹងបើមិនអញ្ចឹងគឺអ្នកនឹងដួលតែម្ដងអញ្ចឹងហើយធ្វើទីផ្សារចោះក្រុមអតិថិជនចំដឹងពីបញ្ហាយកបញ្ហាមកធ្វើទីផ្សារនិយាយនោះពួកគេនឹងជួយចាប់ហើយពួកគេនឹងចង់
ចង់បានវិធីការនឹងឲ្យទៅពេលដែលពួកគេចង់ទិញរបស់នេះហើយគេចាយថ្លៃផងដែរអ្វីសំខាន់អ្នកគ្រូប្រាប់អ្នកគ្រូដឹងពីការធ្វើទីផ្សារបែបម៉េចដែលធ្វើឲ្យមនុស្សមានអារម្មណ៍ចង់ចាយថ្លៃមិនប្រកែកពីព្រោះវាជាអ្វីដែលពួកគេឲ្យតម្លៃវាជាអ្វីដែលពួកគេចង់បានអ្នកគ្រូដឹងមិនថាអ្នកមានអ្នកក្រគឺដូចគ្នាខ្លាំងហ្នឹងអញ្ចឹងអ្នកគ្រូចង់ប្រាប់បើសិនជាអ្នកមែនទេគឺជាម្ចាស់អាជីវកម្មដែលអ្នកមិនដឹងហើយត្រូវចាប់ផ្ដើមធ្វើបែបណាទីផ្សារចិត្តសាស្ត្រវាធ្វើបែបណាមិននឹងធ្វើបែបណាឲ្យអតិថិជនគាត់ចង់ទិញមែនទេឲ្យអ្នក comment នៅខាងក្រោម comment ពាក្យថា